បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះថ្ងៃសម្រាប់បាទការងារបាទអញ្ចឹងខ្ញុំចង់live ទៅចែកលេងជាមួយបងប្អូនបាទនៅក្នុងថ្ងៃសម្រាប់នេះបាទហើយបងប្អូនមិនទៅបងប្អូនសុខទុក្ខដំណើរដែរបាទហើយមានផែនការធ្វើដំណើរទេបាទនៅចុងសប្តាហ៍នេះបាទអញ្ចឹងថ្ងៃនេះខ្ញុំចង់ live បាទហើយក៏ចង់ជំរាបសួរបងប្អូនដែរពាក់ព័ន្ធជាមួយនឹងសុខភាពចរាចរណ៍ផ្លូវគោករបស់យើងបាទអញ្ចឹងបងប្អូនមួយចំនួនបងប្អូនបានដឹងហើយថាខ្ញុំតែងតែបានចែកម្លែកបាទព័ត៌មានបាទចែកម្លែកចំណេះដឹងបាទឬក៏បញ្ហាបាទដែលពាក់ព័ន្ធជាមួយនឹងសុខភាពបាទចរាចរណ៍នៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងភាគច្រើនការចែកម្លែករបស់ខ្ញុំនេះមួយរយៈឆ្នាំចុងក្រោយនេះគឺខ្ញុំតែងតែបានចែកម្លែកបាទអំពីសុខភាពចរាចរណ៍នេះទៅដល់បងប្អូនកម្មករនិយោជិតបាទនៅតាមបណ្ដារោងចក្របាទនានាបាទនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងបាទហើយជាពិសេសបាទទៅលើរោងចក្រគោលដៅរបស់យើងដែលយើងបានកំពុងអនុវត្តកម្មវិធីសុខភាពចរាចរណ៍នេះបាទអញ្ចឹងទេក៏សូមជាមតិយោបល់បងប្អូនដែរបាទទៅលើបញ្ហាសុខភាពចរាចរណ៍ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងនេះជាយោបល់របស់បងប្អូនតើវាមានស្ថានភាពបែបណាដែរបាទអញ្ចឹងបងប្អូនដឹងបាទបងប្អូនអាចខមមិននៅខាងក្រោមបាទហើយបងប្អូនអាចជួយជាផ្ដល់ជាមតិយោបល់ក៏បានដែរបាទហើយបើសិនជាបងប្អូនបាទមានជាសំណួរមានជាអីបងប្អូនអាចបាទទៅសេចូលនៅក្នុង comment នេះបាទហើយខ្ញុំនឹងព្យាយាមឆ្លើយជូនបាទអូខេហើយបន្តទៀតខ្ញុំនឹងព្យាយាមបាទជំរាបជូនបាទឬក៏ការវិវត្តនៃស្ថានភាពចរាចរណ៍ដែលពាក់ព័ន្ធនឹងសុខភាពឲ្យបានកាន់តែច្រើនបាទគោលដៅគឺយើងចង់ចូលរួមកាត់បន្ថយចំនួនអ្នករងរបួសនិងការស្លាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះបាទជាពិសេសទៅដល់បងប្អូនដែលជាអ្នកប្រើប្រាស់ផ្លូវនឹងឯងបាទអញ្ចឹងបងប្អូនអាចចូលខមមិននៅខាងក្រោមបាទសូមជាមតិយោបល់បងប្អូនមកបាទហើយបងប្អូនចង់ដឹងពីបញ្ហាអីបាទបងប្អូនក៏អាចបាទខមមិននៅខាងក្រោមនេះដែរបាទខ្ញុំនឹងព្យាយាមឆ្លើយជូនបាទអ្នកបងប្អូនបាទអរគុណ